Tùm riêng lô cơ rô Nam bóng phá lệch mình bà nơ bê vị sử mạng ca còn lòng tơ thmây ní bà đai sổ chia ta ba non sổ chia ta tờ lên tia pú rồi bó niêu nơ ti krong nông bánh pú rồi bó niêu ba non niêu nâng bà đai niêu tờ đao lên nơ còn lại play vui chầm nuồn niêu ban chụp hai ca cô ở chạp rong chia ra nơ bê đao tu sẵn nát còn lại đèo nụ sổ chia ta ban sổ xe riêng rộp hai ca แต่วนู้នៅក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃរបស់នាងថ្ងៃទី1ខែសីហាឆ្នាំ 2009 លោកពូបាននាំម្ដាយខ្ញុំនិងខ្ញុំទៅទស្សនាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រឡាយពូជសាសន៍ជើងឯកខ្ញុំមានចិត្តរន្ធត់និងខ្លោចផ្សាបំផុតដោយបានឃើញឆ្អឹងរលាក្បាលមនុស្សជាច្រើនត្រូវបានគេយកមករៀបដង្កល់ទុកធ្វើសក្ការៈបូជានិងដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹងឃើញនិងចងចាំអំពើប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហមយើងបានដើរមើលរណ្ដៅធំដែលគេកប់សពរួចនឹងបានចូលទស្សនាសារមន្ទីរដង្កល់ឯកសារក្នុងនោះគេបានបិទរូបថតនិងឈ្មោះអ្នកដែលគេបានសម្លាប់នៅទីនោះមកដល់រូបនីតិហ៊ានម្នាក់អ្នកម៉ាក់ឈរត្រង់យំខ្សឹកខ្សួលហើយប្រាប់ខ្ញុំថាបុរសនោះគឺជាបងជីដូនមួយរបស់គាត់អ្នកម៉ាក់និយាយរឿងរ៉ាវដ៏ទារុណរបស់លោកអ៊ំនោះធ្វើឲ្យខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយខ្ញុំនៅចិត្តនោះខ្ញុំព្រឺក្បាលនឹងឧបករណ៍ដែលពួកខ្មែរក្រហមប្រើប្រាស់ដើម្បីធ្វើទារុណកម្មនិងសន្លប់មនុស្សដូចជាដង្កាប់ប៊ូថៅញញួរជាប់កាប់ទិដ្ឋភាពនៅទីនោះធ្វើឲ្យខ្ញុំចងចាំជារៀងរហូតថ្ងៃទី5ខែសីហាឆ្នាំ 2009 ខ្ញុំបានទៅកំសាន្តនៅខេត្តមណ្ឌលគិរីខ្ញុំសប្បាយចិត្តណាស់ដោយនៅទីនោះខ្ញុំបានឃើញទេសភាពល្អប្លែកគ្រប់ទីកន្លែងខ្ញុំបានឃើញភ្នំទាបខ្ពស់នៅជាប់គ្នាហូរហែព្រមទាំងវាលស្មៅស្រស់ស្អាតគួរឲ្យត្រជាក់ចិត្តក្រៃលែងអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺជនជាតិភាគតិចពួកគេស្លៀកសម្លៀកបំពាក់ជនជាតិនិងមានការផាស្ពាយនៅពីក្រោយខ្នងទៀតផងខ្ញុំជក់ចិត្តនឹងសង្កេតមើលកូនផ្ទះតូចមួយដែលមានកម្ពស់ប្រហែល10 ម៉ែត្រខ្ញុំឮគេថាផ្ទះនេះគេសង់ឡើងសម្រាប់ឲ្យកូនកំលោះជនជាតិនៅមុនពេលរៀបការរហូតដល់ពេលរៀបការពួកលោកពូរបស់ខ្ញុំបានថតរូបជនជាតិនោះជាច្រើន